បន្ទាប់ពីសមរភូមិនេះគណៈបកកងទ័ពគូមីនតាំងបានដួលរលំក្នុងរយៈពេល1ឆ្នាំពួកគេស្ទើរតែបាត់បង់ទឹកដីទាំងអស់នៅលើដីគោកតែសមរភូមិនេះបានកាត់ឡើងយ៉ាងពិតប្រាកដយ៉ាងដូចម្តេចតើមានរឿងរំភើបអ្វីខ្លះដែលមិនសូវមានអ្នកស្គាល់ដំបូងខ្ញុំសូមពន្យល់ពីប្រវត្តិនៃសមរភូមិនៅពេលនោះភាគសានប្រទេសចិនគឺជាសមរភូមិតែមួយគត់ដែលកងទ័ពរំដោះប្រជាជនមានគុណសម្បត្តិខាងផ្នែកលេខនៅឆ្នាំ1948កងទ័ពវាលសានមានជួរឈរចំនួន12រួចហើយមានកងកាំភ្លើងធំនិងកងរថភ្លើងផងដែរប្រហែល700.000កងទ័ពគូមីនតាំងមានប្រហែល480.000នាក់លើសពីនេះឆាងឈុនចំណុចដាច់ស្រយាល3នៅជីនជូវអាចនិយាយបានថាកងទ័ពរបស់យើងមានគុណសម្បត្តិជាក់ស្ដែងណាស់ដូច្នេះវាជាអ្វីមួយដែលមនុស្សគ្រប់គ្នាអាចមើលឃើញទុកជាមុនសំណួរបន្ទាប់គឺរបៀបលេងលោកប្រធានម៉ៅបន្ទាប់មកបានផ្ដល់ការណែនាំការវាយប្រហារលើកដំបូងជីងជើបិទទ្វារហើយដើម្បីទប់ស្កាត់កម្លាំងសំខាន់របស់សត្រូវពីការដកថយចូលទៅតែនៅក្នុងខែមេសាថ្នាក់ដឹកនាំកម្ពុជាទាំងមូលនៃការិយាល័យភិក្សានបានផ្ញើទូលេខទៅកាន់គណៈកម្មាធិការទាំងអស់គំនិតផ្ទាល់ខ្លួនវាត្រូវបានឯកភាពគ្នាថាឆេងឆិនគួរតែត្រូវបានវាយប្រហារដើម្បីបានជាដូច្នេះពីជីងជើមានសារៈសំខាន់ខ្លាំងណាស់ប៉ុន្តែទីតាំងនេះក៏មានគ្រោះថ្នាក់ខ្លាំងដែរវាគឺជាវាត្រូវបានគេហៅថាបំពង់វាដោយសារតែវាតូចចង្អៀតនៅភាគខាងលិចមានវាលស្មៅម៉ុងហ្គូលីខាងក្នុងសមុទ្រស្ថិតនៅខាងប្រសិនបើកងទ័ពជាតិនិយមនៅឈិនយ៉ាងនិងជនជាតិភាគតិចនៅភាគខាងជើងប្រទេសចិនបានបញ្ជូនកងទ័ពទៅជួយសង្គ្រោះចៅក្រុងយាយអាចនឹងត្រូវគេឡោមព័ទ្ធនៅពេលនោះទីក្រុងហៃហ្គាឈ្នូអាចប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវដែកក្នុងទ្រង់ទ្រីធំរួចទៅហើយបណ្ដាញផ្លូវដូច្នេះហេតុអ្វីបានជាពេលវាប្រហារជីងជើកាំភ្លើងធំជាច្រើនអាចលេចឡើងក្នុងពេលតែមួយលើសពីនេះវាអាចបាញ់គ្រាប់ប្លង់បានច្រើនគ្រាប់ជាបន្តបន្ទាប់បើគ្មានផ្លូវរថភ្លើងទេតើអាចដឹកជញ្ជូនគ្រាប់រំសេបធ្ងន់ពីទំនិញដែលដឹកជញ្ជូនពីខេហៅទៅយិងហៅពិតជាមិនអាចមានគុណភាពល្អបានឡើយឥឡូវនេះសំណួរគឺផ្លូវពីថងលាវទៅយិងហៅឆ្លងកាត់យ៉ាងយូប៉ុន្តែយ៉ាងយូគឺនៅមាត់ទ្វារក្រុងឈិនយ៉ាងតែម្ដងវាអាចធ្វើទៅបានដើម្បីកាត់ផ្ដាច់ខ្សែនេះប្រសិនបើយើងហៅមិនត្រូវបានចាប់ខ្លួននៅពេលនោះតើយើងធ្វើដូចម្តេចសម្បកមិនអាចបំពេញបន្ថែមបានទេជីងជើវាក៏អាចធ្វើទៅបានផងដែរក្នុងការប្រជុំមុខនឹងការឡោមព័ទ្ធដែលបានរៀបរាប់ខាងអ្នកមិនមានផ្លូវដែកទេទោះបីជាកងទ័ពអាចបាត់ផ្លូវដើម្បីត្រឡប់មកវិញក៏ដោយសូម្បីតែកាំភ្លើងធំធ្ងន់របស់អ្នកក៏មិនអាចអូសវាមកវិញបានដែរកាំភ្លើងធំទាំងនេះសុទ្ធវាត្រូវចំណាយពេលជិត3ឆ្នាំដើម្បីរៃអង្គាសប្រាក់ឲ្យបានច្បាស់លាស់បំផុតវាតំណាងឲ្យជាងពាក់កណ្ដាលនៃទ្រព្យសម្បត្តិរបស់កងទ័ពរំដោះប្រជាជនទាំងមូលនៅពេលនោះការបាត់បង់វានឹងក្លាយជាគ្រោះមហន្តរាយមួយដូចទោះយ៉ាងណាក៏ដោយហានិភ័យក៏ខ្ពស់ខ្លាំងផងដែរស្មើនឹងការបោះពុម្ព Integral ហើយការវាយប្រហារឆេងឆិននឹងក្លាយជាជំហានបន្ទាប់ដ៏សំហេតុផលមួយមិនមានបញ្ហាឱកាសជោគជ័យកាន់តែច្រើនជំរឿទាំងពីរមានគុណសម្បត្តិនិងគុណវិបត្តិរបស់វាពីទស្សនៈនៅពេលនោះវាពិបាកនឹងនិយាយថាអ្នកណាត្រូវអ្នកណាខុសការឆ្លើយវាមិនគួរនៅភាគខាងត្បូងទេស្ថានភាពសត្រូវកំពុងត្រូវបានយកចិត្តទុកដាក់ខ្លាំងពេកផ្នែកខាងត្បូងដែលលោកប្រធានបានលើកឡើងគឺលោកហ្វូជូយីសេនាប្រមុខលីនគឺជាឧត្តមសេនីយ៍កម្ពុជាម្នាក់នៅក្នុងកងទ័ពរបស់យើងនៅពេលនោះការដាក់ពង្រាយយុទ្ធវាអាចត្រូវបានភ្ជាប់ទៅនឹងតំណែងរបស់ទាហានម្នាក់ប៉ុន្តែកម្រិតប្រធានរបស់យើងគឺលើសពីប្រភេទកាត់ពោឆ្ងាយណាស់គាត់ជាមនុស្សពលមានមនុស្ស500.000នាក់នៅភាគខាងជើងប្រទេសចិនកងទ័ពរំដោះប្រជាជននៅភាគខាងជើងប្រទេសចិនមានជំនាញតែ200.000នាក់ប៉ុណ្ណោះយ៉ាងហោចប៉ុន្តែសំណួរគឺថាតើលោកស្រីហ្វូស៊ុយមានឆន្ទៈឬអត់លោកប្រធានជឿជាក់ថាហ្វូជូយីនិងជាងកៃឆេកំពុងដេកលើគ្រែតែមួយប៉ុន្តែយកសពខុសគ្នានិងមិនអនុវត្តអំណាចទេដូច្នេះហើយការវាយប្រហារលើជីងជើមិនមានគ្រោះថ្នាក់ដោយដែលលីនប៊ីវជឿនោះទេយើងនឹងនិយាយអំពីរឿងនោះនៅពេលក្រោយដោយនិយាយដូច្នេះគណៈកម្មាធិការកណ្ដាលបាក់នៅតែបានផ្ដល់ឲ្យការិយាល័យគ្រប់គ្រាន់មិត្តគឺមិត្តយ៉ាងណាមិញឧត្តមសេនីយ៍និងមេបញ្ជាការដែលខិតខំប្រឹងប្រែងបំផុតយល់អំពីស្ថានភាពជាក់ស្ដែងបានល្អបំផុតនេះផ្ទុយស្រឡះពីចនាប័ទ្មគ្រប់គ្រងខ្នាតតូចរបស់ជាងកៃឆេចូលយើងពិនិត្យមើលខាងភីគីគូមីនតាំងនៅដំណាក់កាលនេះព្រះចៅ